គ្រប់គ្នាមានទុក្ខគ្រប់គ្នាមានទុក្ខព្រោះមានបញ្ញខណ្ឌប៉ុន្តែបើបានសិក្សាមានបញ្ញាដឹងនៅបញ្ញខណ្ឌតាមសេចក្តីពិតនោះជីវិតពិតជារស់នៅយ៉ាងសប្បាយមនុស្សយើងមានទុក្ខតាមផ្លូវចិត្តសុទ្ធតែមកអំពីសេចក្តីប្រាថ្នាអ្វីៗដោយតណ្ហាទាំងអស់តណ្ហាកើតមានព្រោះហេតុដែលមិនដឹងនៅបញ្ញខណ្ឌនឹងឯងគឺថាកាលបើមិនដឹងដោយអវិជ្ជាហើយក៏រមែងប្រកាន់នៅបញ្ញខណ្ឌថាជាយើងថាជាខ្លួនយើងទើបត្រូវការប្រាថ្នាអ្វីៗគ្រប់យ៉ាងឲ្យខ្លួនឯងដែលជាតួខ្វះខាតរហេមរហាមសពគ្រប់នោះម្ល៉េះហើយលទ្ធផលជាក់ស្ដែងគឺទុក្ខសោកចង្អៀតចង្អល់ផ្លូវចិត្តដែលថាជីវិតពិតជារស់នៅយ៉ាងសប្បាយព្រោះមិនមានតួខ្វះខាតរហេមរហាមនោះឯងនេះឈ្មោះថាសប្បាយបដិបទាជាបដិបទាទៅកាន់ព្រះនិព្វានជំនួយសតិភាគទី22ទំព័រ102